ឥឡូវយើងចូលដល់សន្ទនាទី3ទួយហួសសានអូខេអញ្ចឹងមុននឹងយើងចូលដល់ការអានអត្ថបទក៏ដូចជាការបកអត្ថបទសន្ទនាទី3យើងមកមើលពាក្យថ្មីចំនួនសិនបាទពាក្យថ្មីទី1របស់យើងគឺខខធីងខធីងបានន័យថាបន្ទប់ទទួលភ្ញៀវបាទពាក្យទី2នេះគឺអ៊ូលួនអ៊ូលួនអ៊ូលួនបានន័យថាមិនថា អូលូននឹងស្មើនឹងពាក្យថាពូកនណាអូខេពាក្យទី3របស់យើងគឺចាជឺចាជឺមកន័យថាម៉ាហ្កាស៊ីនទស្សនាវដ្តីចាជឺអូខេពាក្យទី4របស់យើងគឺជូមីងជូមីងនេះមកន័យថាល្បីឈ្មោះល្បីល្បាញល្បីឈ្មោះណាអូខេពាក្យទី5របស់យើងគឺយៀយៀបានន័យថាទំព័រយៀឃើញណា អូខេពាក្យទី6របស់យើងនេះគឺជើងជាជើងជាជើងជាហ្នឹងបង្កើនឬក៏បន្ថែមបង្កើនបន្ថែមអញ្ចឹងណាអូខេអញ្ចឹងក្រោយពីយើងដឹងពីអត្ថន័យខ្លះនៅក្នុងពាក្យថ្មីរបស់យើងហើយឥឡូវយើងទៅមើលសន្ទនាទាំងអស់គ្នាតោះជាងសន្ទនាទី3នេះគឺរវាង小林ហើយនិង小丽បាទ小丽告诉小林阅读的好处បាទសំទោសសាលីប្រាប់ទៅអំពីអត្ថប្រយោជន៍នៃការអានទៅសាលីនអូខេតើឥឡូវយើងចាប់ផ្ដើមអានឬបកប្រែទាំងអស់គ្នាបាទ你的客厅怎么到处是书啊到处នោះមកន័យថាគ្រប់ទីកន្លែងយ៉ាងនេះបាទបន្ទប់ទទួលភ្ញៀវក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នកមិនក៏សុទ្ធតែសភៅគ្រប់ទីកន្លែងអញ្ចឹងបាទ这些书你都喜欢看吗សៀវភៅទាំងអស់នេះសុទ្ធតែអ្នកចូលចិត្តអានមែនអត់当然ប្រកាសហើយ我每天都要看书ខ្ញុំជារៀងរាល់ថ្ងៃត្រូវអានសៀវភៅបាទ无论是普通夹子មិនថាជាទស្សនាវដ្តីធម្មតា还是著名小说ឬក៏ប្រលោមលោកល្បីឈ្មោះនោះទេ只要打开它们ឲ្យតែបើកពួកវាទៅ就会发现គឺនឹងអាចរកឃើញ世界上有那么多有意思的事情បាទឲ្យតែបើកវាទៅបាទអឺយើងនឹងឃើញរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍បាទជាច្រើននៅលើពិភពលោក有那么多不一样的生活ហើយក៏មានជីវិតខុសប្លែកគ្នាជាច្រើនបាទយ៉ាងដូចនោះផងដែរបានន័យថានៅពេលដែលគាត់អានមិនថាគាត់អានទស្សនវិស័យធម្មតាឬក៏ប្រឡំលោកបីឈ្មោះទេឲ្យតែបើកមើលទាំងអស់ហ្នឹងទៅគាត់នឹងរកឃើញថានៅលើពិភពលោកបាទមានរឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍យ៉ាងដូចនេះយ៉ាងដូច្នោះឬក៏អឺរកឃើញអំពីបាទជីវិតជាច្រើនមានការខុសគ្នាយ៉ាងដូចនោះដែរOK，想不到你的工作那么忙ស្មានមិនដល់ថាការងាររបស់អ្នករវល់យ៉ាងដូចនេះហើយនឹង每天坚持阅读ហើយក៏នៅតែខិតខំប្រឹងប្រែងអានទៀត如果3分钟读一页书ប្រសិនបើ3នាទីអានបានមួយទំព័របាទ半个小时就可以读10页បាទកន្លះម៉ោងក៏អាចបានកន្លះម៉ោងគឺក៏អាចអានបានដល់10ទំព័រ每天花半个小时来读书បាទជារៀងរាល់ថ្ងៃចំណាយពេលកន្លះម៉ោងមកអានសៀវភៅ
1个月就可以读300页 một khóa cứ ai ban cứ ai bạn an ban đào tới bay rồi tầm bùa chà bữa tua chiều suy bên su lợ pra hai tên nâng siêu phong một bàn hai xưa à vẫn men hai ý个真正爱看书的人总能找出时间来阅读 vẫn men hai bà មនុស្សដែលចូលចិត្តអានសៀវភៅដ៏ពិតប្រាកដម្នាក់បាទតែងតែអាចរកពេលវេលាដើម្បីចេញមកអានសៀវភៅជាងសៀវទូខិតខំនៅក្នុងការអាន除了能增加知识外ក្រោយការខិតខំប្រឹងប្រែងក្នុងការអានបាទក្រៅពីអាចបន្ថែមនៅចំណេះដឹងហើយនឹង帮助我减轻压力ហើយក៏អាចជួយខ្ញុំកាត់បន្ថយសម្ពាធជាឈៀងនឹងបានន័យថាកាត់បន្ថយយ៉ាលិសម្ពាធណាអូខេជាឈៀងហ្នឹងគឺផ្ទុយជាមួយនឹងជើងជាបាទមួយបង្កើននិងមួយបន្ថយអូខេ也会人也会变得轻松起来មនុស្សយើងក៏អាចធ្វើឲ្យអឺអាការសម្រាកលំហែហ្នឹងចេញមកដែរបានន័យថាបើកាលណាយើងខិតខំក្នុងការអានសៀវភៅហ្នឹងវាមិនត្រឹមតែអាចជួយបន្ថែមចំណេះដឹងដល់យើងទេហើយវាអាចកាត់បន្ថយទៅសម្ពាធ stress បាទហើយធ្វើឲ្យមនុស្សយើងនឹងលេចឡើងនៅអារម្មណ៍បែបគេហៅថាអឺ relax ណាបែបអារម្មណ៍គេហៅថាបានសម្រាកលំហែខួរក្បាលយើងណាបាទអូខេអ្នកនេះអញ្ចឹងតកតងជាមួយនឹងអត្ថបទសន្ទនាទី3របស់យើងលើសសូមសង្ខេបប៉ុណ្ណឹងហើយតកតងជាមួយនឹងពាក្យថ្មីនៅក្នុងអត្ថបទសន្ទនារបស់យើងទាំង3ហ្នឹងណាបើសិនជាមានពាក្យនៅក្នុងនេះដែលយើងអត់ចេះណាហើយលើសអត់បានបញ្យល់លម្អិតអីគឺយើងអាចលើកជាសំណួរនៅក្នុងក្រុមបានហើយចាំលើសបន្ថែមនៅក្នុងនោះទៀតហោ ចឹងលោកsưមានប៉ុណ្ណឹងតេតងជាមួយនឹងអត្ថបទសន្ទនាទី3របស់យើង